ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកធ្វើសម្លសម្លក់ធ្លាប់តែស្លប្រហើស្លប្រហើបែបកូនកាត់ប្រហើអីអញ្ចឹងតែថ្ងៃនេះនាងខ្ញុំស្លសម្លក់ម្ដងបងលក្រីហើយនឹងខ្ជាយម្ដងបងប្អូនចាហើយសម្រាប់បន្លែស្លសម្លក់ថ្ងៃនេះគឺនាងខ្ញុំប្រើប្រហែលជា4មុខទេបងប្អូនចាមានស្អំមានស្លឹកបាសអញ្ចឹងណាហើយនៅនងជាមួយនឹងលពៅបន្ថែមផ្សិតបន្តិចបងប្អូនចាហើយផ្សិតច្បើងនិយាយពីថាស្លស្លក់អញ្ចឹងគឺវាត្រូវគ្នាហ្មងបងប្អូនចាហើយសម្រាប់បន្លែស្លសម្លក់ថ្ងៃនេះគឺសិតតែជាបន្លែដែលនាងខ្ញុំចូលចិត្តតែម្ដងបងប្អូនអើយហើយជាពិសេសនៅនងអីបងប្អូនចាគឺខ្ចីមែនតែនតែម្ដងនិយាយរួមទៅសម្លសម្លក់នេះមិនខុសពីសម្លប្រហើទេបងប្អូនគឺនាងខ្ញុំចូលចិត្តខ្ជាយហើយនឹងខ្ទឹមបើសិនជាអត់ខ្ជាយគឺអត់ឆ្ងាញ់ទេបងប្អូនខ្លះក៏អត់ដាក់ទេអញ្ចឹងក៏ដាក់តាខ្ទឹមហើយនឹងគល់លក្រីអញ្ចឹងណាតែសម្រាប់នាងខ្ញុំគឺត្រូវតែមានពី3មុខហ្នឹងតែបន្ទាប់ពីយើងច្រុំប្រហុកហើយមកយើងធ្វើការបង់លក្រីនិងខ្ជាយខ្ទឹមមកយើងចូលទៅបងប្អូនចាបន្ទាប់មកចាំយើងបង់ត្រីយើងចូលតាមក្រោយហើយត្រីនេះគឺឆ្ងាញ់មែនតែនតែម្ដងបងប្អូនចាយើងស្លតែមួយកណាត់ធំខ្លួនមកក្បាលវានិយាយពីថាមានជាតិមែនតែនហ្មងណាបងប្អូនចាគឺសុទ្ធតែខ្លាញ់តែម្ដងហើយដាក់បន្លែចូលទៅឡើងទុនបន្លែហ្មងណាថាញ៉ាំចូលមាត់ទៅឡើងមានអារម្មណ៍ថាវាឆ្ងាញ់ណាបងប្អូនចាឆ្ងាញ់ជាងយើងស្លបកាស្លអីទៀតហើយបើនិយាយថាលពៅនេះវិញណាបងប្អូនចាដាក់តាមពោះទេគឺអលួយយកតែម្ដងបងប្អូនចាអញ្ចឹងនាងខ្ញុំអត់ហ៊ានរងាស់យូរទេហើយបន្ទាប់មកយើងបង់ផ្សិតយើងចូលទៅបងប្អូនចាព្រោះនងវាយ៉ាងស្ពប់ហើយមិនបាច់ចាំអលួយខ្លាំងក៏បានដែរជាពិសេសផ្សិតអីហ្នឹងយើងដាក់តាមពោះទេបងប្អូនចាហើយបន្ទាប់មកយើងដាក់ស្លឹកយើងចូលទៅស្លឹកបាសហើយនឹងស្លឹកស្អំហ្នឹងស្អំចាំដាក់តាមក្រោយបងប្អូនចាហើយសម្លមួយមុខនេះបើអត់ស្អំក៏អត់ឆ្ងាញ់ដែរបងប្អូនហើយនិយាយមែនស្អំហើយនឹងស្លឹកបាសគឺវាត្រូវជាតិគ្នាតែម្ដងហើយបន្ថែមជាមួយនឹងម្ទេសអាចសាច់នេះទៀតបងប្អូនហើយញុចម្ទេសហិលហើយសម្លក្តៅហ្នឹងនិយាយពីថាមានជាតិមែនតែនហ្មងណាបងប្អូននិយាយពីរសជាតិវិញគឺឲ្យ100 លើ 100តែម្ដងបងប្អូនហើយឆ្ងាញ់យកតែមែនតែនចា